chun ai đòn nè đòn pía thà tai cả ở đây chun cái đá mai đặt những tam khai này miên bật men là thế hay sân bật sân chỉ miên cái xu miên ca sơ bằng kết rồi cái chắp cái thiên này càiอย่างนั้นได้บ้างក្នុងនាមជាក្រសួងបច្ចេកទេសនៅពេលដែលយើងទទួលបានព័ត៌មានបាទយើងមិនបដិសេធចោលថារឿងហ្នឹងមិនពិតទេបាទជាទូទៅក្រសួងថាអត់អីទេបើសិនជាក្រែងមានចំណុចណាមួយយើងឆ្លក់ទៅវិញហើយពិតជាមានអ្នកណាមួយដែលគេហៅថាខុបគិតគ្នាហើយជាប្រព័ន្ធបាទហើយដើម្បីដាក់សម្ពាធហ្នឹងទៅលើកសិករក្រែងវាមានយើងក៏បាក់ចំហដែរអញ្ចឹងបានក្រសួងគឺបាក់ចំហហ្មងថាឥឡូវបងប្អូនសាធារណជនអ្នកណាក៏ដោយបាទបើមានព័ត៌មានពាក់ព័ន្ធនឹងអត្តសញ្ញាណថាមានអ្នកណាទៅម៉ៅផ្ដាច់បាទហើយសង្កត់ថ្លៃក្រសួងនឹងទទួលស្វាគមន៍ថាជួយរាយការណ៍មករក្សាការសម្ងាត់ជូនបាទហើយនឹងយើងនឹងចាត់វិធានការតាមលើច្បាប់ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ថាតាំងពីប្រកាសមករហូតដល់ពេលនេះមនុស្សចូលមើលរាប់ម៉ឺនអ្នកបាទហើយអ្នកឆ្លើយឆ្លងក៏រាប់ពាន់អ្នកទៅហើយយើងមិនទទួលបានចម្លើយឆ្លើយតបសូម្បីតែមួយបានន័យថាម៉េចបានន័យថារឿងនេះវាមិនពិតទេបាទធម្មតាទេនៅក្នុងទីផ្សារយើងត្រូវគិតថាចេះឈ្មោះកណ្ដាលក៏គ្នារស់ស៊ីដែរបាទវាមានការប្រកួតប្រជែងគ្នាការជ្រេតម្លៃគ្នាមិនអត់ទេបាទបើតំបន់ហ្នឹងអត់មានអ្នកចុះទៅហើយមានតែម្នាក់ចុះទៅគាត់ប្រកាសជាជ្រេយកតម្លៃល្អសម្រាប់ខ្លួនគាត់ហើយប៉ុន្តែនោះមិនមែនជាការម៉ៅផ្ដាច់ជាទូទៅទេហើយក៏ព្រាមនោះអាយដាមរដ្ឋមន្ត្រីបានណែនាំទៅដល់មន្ត្រីជំនាញជាពិសេសមន្ត្រីកសិកម្មគុំនឹងថាឆែកទូទាំងប្រទេសតែម្ដងតើមានទេករណីដែលមានអ្នកហ៊ានឲ្យថ្លៃហើយទិញមិនបានតែជាក់ស្ដែងអ្វីដែលយើងរកបានឃើញថាវាអត់មានវាមានតែឈ្មោះទូទៅដែលគាត់ទៅជួយប្រម៉ែប្រមូលទិញតែគាត់ហ៊ានទិញត្រឹមតម្លៃទីផ្សារបើមានអ្នកផ្សេងហ៊ានទិញល្អជាងក៏អាចទិញបានដែរតែដោយសារតែនៅទីនោះមានតែមួយក្រុមទូចណាមួយគាត់ប្រមូលទិញអញ្ចឹងតម្លៃប៉ុណ្ណាគឺទូអាចប៉ុណ្ណឹងហើយក្រសួងនឹងធ្វើការងារនេះដោយរាល់ថ្ងៃនេះឥឡូវបើត្រឡប់ទៅវិញថាចរន្តក្នុងពេលបច្ចុប្បន្ននេះមានសាធារណជនមួយចំនួនគាត់ចង់ជួយឧទាហរណ៍ណាបាទឃើញប្រកាសឲ្យមានក្រុមហ៊ុនខ្លះរាប់រយតោនដែរបើសិនជាមានករណីថាគាត់ចង់ទិញហើយគាត់ជួយកសិករទៀតបាទតម្លៃ1គីឡូ1000រៀលហើយគាត់ទៅទិញអត់បានដោយសារតែគេម៉ៅផ្ដាច់អានឹងរីការមកក្រសួងចុះក្រសួងធានាថានឹងចាត់វិធានការពីព្រោះចេះក្រែងនៅមិនទាន់ច្បាស់ក្រសួងគឺនៅខាងកសិករហើយក្រសួងគ្មានហេតុផលណាមួយទៅគ្រប់គ្រងឈ្មោះកដាលឬក៏អ្នកខិលខូចឬក៏ទៅបានផលប្រយោជន៍ពីការងារនោះទេដូច្នេះបើសិនជាចំណុចណាមួយដែលកសិករទទួលបានផលប្រយោជន៍ក្រសួងប្រកាសជាជំនះពុះពៀដើម្បីធ្វើបានប៉ុន្តែចំណុចនេះមួយឥឡូវនេះខ្ញុំគិតថាយកឱកាសនេះដើម្បីនិយាយឲ្យចប់តែម្ដងទៅថាបច្ចុប្បន្ននេះពាក់ព័ន្ធនឹងការធ្លាក់ចុះនៃថ្លៃស្រែនេះវាមិនមានពាក់ព័ន្ធទៅនឹងឈ្មោះកដាលទេបាទហើយក៏មិនមែនជាពេលវេលាដែលយើងគួររកអ្នកបន្ទោសឥឡូវហ្នឹងអស់ពីបន្ទោសអ្នកនេះទៅបន្ទោសអ្នកនោះបាទការបន្ទោសគ្នានៅក្នុងវិស័យកសិកម្មរបស់យើងមិនដោះស្រាយបញ្ហាបានទេពេលខ្លះខ្ញុំចេះតែបារម្ភថាយើងប្រហែលជាគិតថាវិស័យកសិកម្មនេះវាសាមញ្ញវាងាយស្រួលបាទម្នាក់គិតថាខ្លួនអញយល់បានហើយអោបដៃទៅថាមិនព្រមទៅចេះព្រមទៅចុះបើយើងគិតថាវាស្រួលអញ្ចឹងយើងចូលចិត្តរកអ្នកបន្ទោសមកពីចេះមកពីចុះតែបើយើងគិតថាអូវិស័យកសិកម្មពិបាកបាទគ្មានអ្នកណាម្នាក់មិនថាក្រសួងកសិកម្មមិនថាក្រសួងឧស្សាហកម្មក្រសួងពាណិជ្ជកម្មមិនថារាជរដ្ឋាភិបាលទាំងមូលមិនថាសហព័ន្ធស្រូវអង្គមិនថាតួអង្គឈ្មោះកដាលមិនថាអ្នកហូបមិនថាអ្នកដឹកជញ្ជូនបាទទាំងអស់គ្នាហ្នឹងបើយើងមិនធ្វើការជាមួយគ្នាដើរក្នុងទិសដៅតែមួយទេយើងដោះស្រាយមិនបានទេបាទហើយរឿងនេះមិនមែនតែនៅកម្ពុជាទេប្រទេសរបស់គេក៏ដូចគ្នាដែរអ្នកពាក់ព័ន្ធគេទាំងអស់គេចាប់ដៃគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមអញ្ចឹងបើសិនជាកម្ពុជាបើយើងរវល់តែបន្ទោសរុញដាក់គ្នាបាទអាយដាមរដ្ឋមន្ត្រីថាចេះឥឡូវបើចង់រកអ្នកបន្ទោសគាត់ចុះបើការបន្ទោសនឹងធ្វើឲ្យសុវ័យចិត្តជាងមុនធូរស្រាលជាងមុនក៏បន្ទោសចុះប៉ុន្តែយើងកុំភ្លេចថាក្រោយពីបញ្ចេញអារម្មណ៍កំហឹងនឹងហើយយើងងាកមកដោះស្រាយបញ្ហាបាទព្រោះតែយើងផ្ដេកផ្ដួលអ្នករងផលប៉ះពាល់គឺកសិករយើងឥឡូវកសិករយើងត្រូវការឲ្យអ្នកជួយបាទពេលដែលប្រហែលថ្ងៃនេះយើងនាំគ្នាចេញព័ត៌មានពាក់ព័ន្ធនឹងឈ្មោះកណ្ដាលឃើញបងប្អូនឈ្មោះកណ្ដាលគាត់ចេញមកដែរគាត់ថាហេតុអីមិនធ្វើបាបគាត់បាទគាត់បង្ហាញទៀតថាគាត់អត់ចំណេញប្រហែលទេគាត់ដឹកពីយើងទៅបាទទៅដល់វៀតណាមក្នុងរង្វង់បើយើងគិតមើលណាគាត់អាចបានយ៉ាងច្រើនថា100មិនដល់ផងទៅក្នុង1គីឡូបាទអញ្ចឹងទេយើងដឹងទៀតបច្ចុប្បន្ននេះនៅវៀតណាមស្រូវ1គីឡូប្រហែលហើយបើខ្ញុំព័ត៌មានមិនខុសទេមានការប្រែប្រួលស្រូវអង្គដែលយើងនាំចេញពីកម្ពុជាទៅនៅវៀតណាមប្រហែលជា800ហើយបើយើងដក100 150ថ្លៃដឹកជញ្ជូនថ្លៃសម្បត្តិរួចថ្លៃប្រាក់ចំណេញតិចទៅនៅខ្មែរយើងប្រហែលជា650ទៅ700ហ្នឹងក៏អត់ខុសទេបាទបើស្ថានភាពបែបនេះវាបានន័យថាវាអត់មានអ្នកណាម្នាក់លេងខូចទេបើសិនជាឧទាហរណ៍ណានៅវៀតណាមតម្លៃ1000បាទនៅកម្ពុជាតម្លៃ600 400បាត់ទៅណានៅពេលនោះយើងប្រកាសចាត់វិធានការអញ្ចឹងទេខ្ញុំសូមយកឱកាសនេះបញ្ជាក់ឡើងវិញថាការងារនេះយើងអាចបញ្ជាក់បានថាវាមិនមែនដោយសារឈ្មោះកដាលក្លុកបានថ្លៃស្រូវធ្លាក់ចុះទេបាទហើយក៏មិនមែនដោយសារកត្តាណាមួយដែរតែវាជាកត្តារួមដែលយើងរងផលប៉ះពាល់ជាសកលជាតំបន់ហើយកម្ពុជាបើយើងរួមគ្នាយើងអាចជួយរំលែកនៅបញ្ហាលំបាកនេះបានខ្លះសូមបញ្ជាក់ថាដំណោះស្រាយដែលក្រសួងបានលើកឡើងវាមិនអាចទៅទប់មិនឲ្យថ្លៃធ្លាក់ទេបាទប៉ុន្តែវាបានជាការស្អំមុខរបួសការបិទមុខដំបៅនឹងកុំឲ្យវាហូរឈាមបាទ
ទម្រាំយើងមានដំណោះស្រាយដែលមានលក្ខណៈជាយូរអង្វែងជាង